ចេះគិតគូរធំឡើងពេញវ័យក៏ចេះតស៊ូពេលខ្លះចង់វិលទៅអតីតកាលភ្ញាក់ឡើងក្រោកពីដេកលុយនៅលើក្បាលស្លៀកពាក់ទៅសាលាគិតពីរឿងរៀនក្នុងចិត្តមានតែមិត្តហើយនឹងក្តារខៀនតែឥឡូវនឹងពីមុនវាដូចជាខុសគ្នាពេញវ័យកាន់តែធំវាដូចជាវេទនាកាលពីក្មេងលេងច្រើនមិនខ្វល់ស្អីវាយគ្នានៅក្នុងភូមិព្រោះតែរឿងចូលត្រីបេះលពាក់ច្រកបបក្លុកអំបិលមកទេលេងកំភ្លោះក្រកកំភ្លាវាពិតជា the best ធ្វើដូចសម័យសង្គ្រាមរៀបក្បួនប្រយុទ្ធធៀងថ្នោតគឺជាដាវផាវជាអាវុធមកខាងភ្លឺស្រែចែកគ្នាជាក្រុមមានអ្នកខ្លះបែកក្បាលព្រោះតែដីដុំកាលពីក្មេងខ្ញុំលេងតែខ្មៅកំប៉ុងមានទូបីសរសៃខ្ញុំអុចខ្ញុំប្រឡងប្រៃវែងខ្ញុំគឺជាមេនាំអាចមានគ្នា3-4អ្នករត់តតែយំស្រាបតែខ្ញុំច្រាតខ្ញុំពូកែបោកគេលេឈូនឹងវាយរូបខ្ញុំវាយខ្ញុំលេងមកកាផ្លេអេខ្ញុំសេរីបែនថែនមានលុយ500គឺមានលុយមែនតែងចំប្រៃវែងលេងខ្មៅកំប៉ុងចឹងមកហើយស្គាល់សេរីបែនថែនអត់នេះយកមកវិសុដែរពាក់នេះខាបែនថែនហ្នឹងឥឡូវមិនដូចពីមុនឡើយពីមុនក្បាលខូចឥឡូវខូចក្បាលហើយខ្ញុំគិតច្រើនពេកសិនតែគ្មានពេលស្បើយជីវិតវេទនាធំឡើងគ្មានកោះត្រោចតែខ្ញុំនៅតែតស៊ូគ្រប់រឿងមុនធ្វើខ្ញុំគិតថាខ្ញុំគូជីវិតត្រូវតែប្រឹងបខំមិនក្រយូរមិនងាយចុះចាញ់ព្រោះចាំបណ្ដាំពូពេលដែលធំពេញវ័យចាប់ផ្ដើមប្រកាច់ប្រកិនរៀនរស់ដោយខ្លួនឯងវាលំបាកវាលំបិនដល់ពេលដែលយើងមិនទាន់ស្គាល់អ្វីទៅជាជីវិតយើងនៅតែលេងដូចជាក្មេងកាលពីអតីតបច្ចុប្បន្នសវេសវាយកញើសឈាមបដូរយកថាវិការពេលដែលចេះគិតទៅស្គាល់ជីវិតថាជីវិតបែបណា